គុំអំនួតពេកអូនអើយអាយ៉ាប៉ះគ្នាហើយស្អីរឿងនេះគឺជាការប៉ះទង្គិចគ្នារវាងរៀមច្បងបាទគឺរិះគន់ដើម្បីស្ថាបនានោះទេតែបែរជាអ្នកចំនួនក្រោយនោះគឺមានចរិតរឹងរូសបាទហើយមានអំនួតឌឺដងទៅវិញថែមទៀតបាទរឿងដើមចងនោះគឺកីឡាករ Posco ដែលជាអតីតកីឡាកររបស់បិសាចក្រហមក៏ដូចជា Legend ផងដែរណាប្រិមិត្តយើងបានរិះគន់និងបង្ហាញភាពមិនទាល់សង្ស័យទៅលើសមត្ថភាពរបស់ខ្សែការពារដែលមានកម្ពស់ទាបបាទគឺ Lisandro Martinez ថាតើអាចទប់ទល់នឹងខ្សែប្រយុទ្ធដ៏មានមាឌធំបាទ Erling Haaland ដែលមានកម្ពស់ជិត2ម៉ែត្រនោះបានដែរឬទេបាទហើយបន្ទាប់ពីបង្ហាញសមត្ថភាពជួយក្រុមរក្សា clean sheet ក្នុងជំនួបរវាង Manchester City រួចមកបាទកីឡាករខ្សែការពារកម្ពស់ទាប Martinez ក៏បានឌឺដងត្រឡប់ទៅវិញផងដែរបាទថែមទាំងបបួល Posco ហ្នឹងទៅជួបចរចានិយាយគ្នាថែមទៀតបាទនៅផ្ទះរបស់គេបាទគឺនិយាយទល់មុខតែម្ដងណាអត់ទទួលនៅពាក្យរិះគន់ទេបាទបែរជាឌឺដងទៅគេវិញទៀតបាទក្នុងនាមគេជារៀមច្បងទៀតណាបាទហើយក្នុងនាមជារៀមច្បងបាទគឺ Posco ទោះបីជាមានការអន្តរាគមន៍ពីសំណាក់លោកនីកេបាត់ក៏ដោយបាទក៏ Posco នៅតែរក្សាចំហដាច់ខាតថាគឺមិនធ្វើការសំទោសនោះទេហើយលោកបានបញ្ជាក់ទៀតថាអ្វីដែលលោកនិយាយគឺជាការវិភាគក្នុងនាមជាអ្នកអត្ថាធិប្បាយតែប៉ុណ្ណោះហើយអ្វីត្បិតបច្ចុប្បន្នលោកទទួលស្គាល់នៅសមត្ថភាព Martinez ល្អជាងមុនក៏ដោយបាទហើយគាត់ក៏បានផុសផងដែរបាទនៅក្នុង Instagram បាទគឺធ្វើបានល្អហើយតែកុំចូលពេកបាទនេះហើយពាក្យមួយ clear នេះហើយកុំភ្លេចទទួលបាននៅព័ត៌មានកីឡាក៏ដូចជាទស្សនាលើការប្រកួតបាល់ទាត់រាល់ថ្ងៃបាទ join ក្រុម Telegram pin comment ខាងក្រោមជួបជាមួយនឹងខ្ញុំបាទ Admin 7